យើងឃើញថាតើមីងស៊ឺបានរងរបួសហើយហេតុការណ៍នេះបានផ្សព្វផ្សាយពេញបណ្ដាញសារព័ត៌មានតើមីងស៊ឺត្រូវបាននាំទៅមន្ទីរពេទ្យសាន់ឆៃនិងអ្នកទាំងវ័យក៏នៅទីនោះដែរសាន់ឆៃស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងយំមិនឈប់សាន់ឆៃនិយាយទៅកាន់ជីឡេថាខ្ញុំលោភលន់ពេកហេតុនេះហើយបានជាឋានសួគ៌ដាក់ទោសខ្ញុំជីឡេបញ្យល់ថានេះមិនមែនជាការដាក់ទោសទេតែជាការសាកល្បងនាងត្រូវឆ្លងកាត់ការសាកល្បងនេះដើម្បីសុភមង្គលនៅពេលក្រោយប៉ូលីសមកដល់មន្ទីរពេទ្យហើយប្រាប់អ្នកទាំង3ថាបុរសដែលបានចាក់តៅមីងស៊ឺត្រូវបានចាប់ខ្លួនហើយគាត់ធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុនតៅមីងគ្រប់តែត្រូវបានបណ្តេញចេញដោយសារការខាតបង់របស់ក្រុមហ៊ុនដូច្នេះគាត់ធ្វើបែបនេះដើម្បីសងសឹកការវះកាត់របស់តៅមីងស៊ឺបានបញ្ចប់វេជ្ជបណ្ឌិតចេញមកប្រាប់សាន់ឆៃថាតៅមីងស៊ឺមានសុវត្ថិភាពហើយពេលនេះសៀវជីមកដល់មន្ទីរពេទ្យនាងសុំទោសសាន់ឆៃដោយនិយាយថាខ្ញុំជាអ្នករៀបចំផែនការហើយរឿងទាំងអស់នេះកើតឡើងដោយសារតែខ្ញុំប៉ុន្តែសាន់ឆៃឆ្លើយថាវាមិនមែនជាកំហុសរបស់នាងទេនាងគ្រាន់តែចង់ឲ្យខ្ញុំនិងតៅមីងស៊ឺត្រឡប់មកត្រូវគ្នាវិញបន្ទាប់មកលោកស្រីមីងនិងលោកយេយូមកដល់មន្ទីរពេទ្យដើម្បីមើលតៅមីងស៊ឺពួកគាត់ចូលទៅក្នុងបន្ទប់របស់តៅមីងស៊ឺមួយសន្ទុះលោកស្រីមីងប្រាប់ជំនួយការរបស់គាត់ឲ្យកក់ជើងហោះហើរទៅទីក្រុងឡុងសម្រាប់គាត់លោកយេយូសួរគាត់ថាវាសំខាន់ណាស់ដែលត្រូវទៅឡុងដុនឥឡូវនេះលោកស្រីមីងនិយាយថាតើមីងស៊ឺមានសុវត្ថិភាពហើយយាយត្រូវតែមើលថែគេពេលចេញមកក្រៅលោកស្រីមីងស្ដីបន្ទោសសាន់ឆៃចំពោះរឿងដែលបានកើតឡើងនេះប៉ុន្តែសៀវជីការពារសាន់ឆៃហើយប្រាប់លោកស្រីមីងថារឿងនេះនឹងមិនកើតឡើងទេប្រសិនបើអ្នកបានដោះស្រាយបញ្ហាបុគ្គលិករបស់អ្នកតាំងពីដំបូងលោកស្រីមីងមិននិយាយអ្វីជាមួយសៀវជីទេប៉ុន្តែប្រាប់សាន់ឆៃថានាងធ្លាប់ប្រាប់ខ្ញុំពីមុនថាខ្ញុំមិនត្រូវបានស្វាគមន៍នៅក្នុងពិភពរបស់នាងទេឥឡូវខ្ញុំប្រាប់នាងវិញនាងនឹងមិនអាចស្វាគមន៍នៅក្នុងពិភពគ្រួសារមីងដូចគ្នាដូច្នេះចូលនៅឲ្យឆ្ងាយពីតៅមីងស៊ឺប៉ុន្តែសាន់ឆៃឆ្លើយថាខ្ញុំនឹងមិនទៅណាទាំងអស់រហូតដល់តៅមីងស៊ឺដឹងខ្លួនហើយប្រាប់ខ្ញុំឲ្យចាក់ចេញបន្ទាប់មកអ្នកគ្រប់គ្នារងចាំឲ្យតៅមីងស៊ឺភ្ញាក់ឡើងច្រើនថ្ងៃកន្លងផុតទៅប៉ុន្តែតៅមីងស៊ឺនៅតែមិនទាន់ដឹងខ្លួនថ្ងៃមួយទីបំផុតតៅមីងស៊ឺក៏ដឹងខ្លួនគាត់សួរអ្នកគ្រប់គ្នាថាខ្ញុំកំពុងធ្វើអ្វីនៅមន្ទីរពេទ្យមេស៊ូប្រាប់ថាឯងរងរបួសប៉ុន្តែតៅមីងស៊ឺមិនចាំអ្វីទាំងអស់គាត់មើលទៅអ្នកគ្រប់គ្នាដូចជាគាត់បានបាត់បង់ការចងចាំប៉ុន្តែក្រោយមកគាត់បានហៅឈ្មោះអ្នកទាំង3សៀវជីសួរគាត់ថាខ្ញុំជានរណាតៅមីងស៊ឺហៅសៀវជីថានាងស្វាតៅមីងស៊ឺមើលទៅសាន់ឆៃហើយសួរថានាងជានរណាអ្នកទាំង3ប្រាប់គាត់ថានេះគឺសាន់ឆៃប៉ុន្តែតៅមីងស៊ឺមិនចងចាំនាងទេអ្នកគ្រប់គ្នាភ្ញាក់ផ្អើលតើមីងស៊ឺអាចភ្លេចសាន់ឆៃដែលគាត់ស្រឡាញ់ខ្លាំងបំផុតយ៉ាងម៉េចបានបន្ទាប់មកសាន់ឆៃព្យាយាមរំលឹកគាត់អំពីអតីតកាលដើម្បីឲ្យគាត់ចងចាំឡើងវិញនាងនិយាយថាលោកបានជន់ទូរស័ព្ទរបស់ខ្ញុំយើងបានមើលអាចផ្កាយធ្លាក់ជាមួយគ្នាលោកថែមទាំងបានឲ្យខ្សែកអាចផ្កាយដល់ខ្ញុំទៀតប៉ុន្តែតើមីងស៊ឺនៅតែមិនចាំអ្វីទាំងអស់សាន់ឆៃមានអារម្មណ៍តានតឹងយ៉ាងខ្លាំងហើយនិយាយថាលោកមិនអាចភ្លេចខ្ញុំបានទេលោកត្រូវតែចងចាំខ្ញុំទោះបីជាលោកភ្លេចខ្ញុំក៏ដោយខ្ញុំនឹងរំលឹកលោកម្ដងទៀតថាខ្ញុំស្រឡាញ់លោកខ្លាំងប៉ុណ្ណាបន្ទាប់មកនាងស្រែកថាអូនគឺសាន់ឆៃអូននឹងនៅជាមួយបងរហូតមិនថាមានរឿងអ្វីកើតឡើងលើបែបនេះតើមីងស៊ឺសួរថាតើអូនពិតជានិយាយបែបនេះមែនទេបើអូនកុហកអូនជាឆ្កែនេះមានន័យថាតើមីងស៊ឺកំពុងសម្ដែងនៅចំពោះមុខអ្នកគ្រប់គ្នាដើម្បីឲ្យសាន់ឆៃសារភាពសេចក្តីស្រឡាញ់របស់នាងចំពោះគាត់ជាលេនិយាយថាខ្ញុំដឹងថាឯងកំពុងកុហកអ្នកគ្រប់គ្នាសាន់ឆៃខឹងតើមីងស៊ឺខ្លាំងណាស់រហូតនាងចាប់ផ្ដើមវាយគាត់ប៉ុន្តែតើមីងស៊ឺបញ្ឈប់នាងតើមីងស៊ឺអរគុណជាលេដែលបានជួយសង្គ្រោះគាត់ពីជនចម្លែកដែលវាយប្រហារគាត់បើមិនដូច្នេះទេស្ថានភាពរបស់គាត់នឹងកាន់តែអាក្រក់ជាងនេះបន្ទាប់មកតើមីងស៊ឺនិងសាន់ឆៃនៅតែពីរនាក់តើមីងស៊ឺមានអារម្មណ៍ថាសាន់ឆៃនៅតែខឹងនឹងគាត់ដោយសារការលេងសើចរបស់គាត់ប៉ុន្តែសាន់ឆៃកំពុងបារម្ភពីគាត់នាងនិយាយថាការអធិដ្ឋានរបស់អូនធ្វើឲ្យបងដឹងខ្លួនហើយបងភ្លេចអូននោះហើយជាមូលហេតុដែលអូនខ្លាចខ្លាំងតើមីងស៊ឺសួរសាន់ឆៃថាតើបងអាចភ្លេចអូនយ៉ាងម៉េចបានយើងដូចជាកោ502គ្មាននរណាអាចបំបែកយើងបានទេនៅខាងក្រៅអ្នកទាំង3និងសៀវជីនៅជាមួយគ្នាមេស៊ូនិយាយថាតើមីងស៊ឺនិងសាន់ឆៃបានប្រឈមនឹងឧបសគ្គជាច្រើនដើម្បីស្នេហាពិតរបស់ពួកគេស៊ីមិននិយាយថាខ្ញុំនឹងមិនធ្វើបែបនេះសម្រាប់ស្នេហាពិតរបស់ខ្ញុំទេប៉ុន្តែជាលេយកស្របជាមួយមេស៊ូហើយថាមានតែស្នេហាពិតទេដែលអាចយកឈ្នះឧបសគ្គហើយមានតែពួកគេទេដែលទទួលបានសុភមង្គលនៅទីបញ្ចប់បន្ទាប់មកគាត់ចាប់ផ្ដើមផ្ដល់ចំណេះដឹងអំពីស្នេហាដល់អ្នកគ្រប់គ្នាសៀវជីនិយាយទៅកាន់គាត់ថាលោកនឹងរកឃើញស្នេហាពិតនៅក្នុងជីវិតរបស់លោកឆាប់ៗនេះបន្ទាប់ពីច្រើនថ្ងៃសាន់ឆៃត្រឡប់ទៅផ្ទះដែលប៉ាម៉ាក់របស់នាងកំពុងរងចាំនាងពួកគាត់ព្រួយបារម្ភខ្លាំងអំពីតៅមីងស៊ឺដូច្នេះពួកគាត់ប្រាប់នាងឲ្យទៅមន្ទីរពេទ្យវិញដើម្បីមើលគាត់ប៉ុន្តែសាន់ឆៃបដិសេធហើយនិយាយថាអ្វីគ្រប់យ៉ាងល្អហើយឥឡូវនេះនាងមិនចង់ឲ្យប៉ាម៉ាក់របស់នាងជួបម៉ាក់របស់តៅមីងស៊ឺទេបន្ទាប់ពីសាន់ឆៃដេកលក់ប៉ាម៉ាក់របស់នាងនិយាយគ្នាពួកគាត់គិតថាទំនាក់ទំនងរបស់សាន់ឆៃនិងតៅមីងស៊ឺនឹងមិនថិតថេរយូរទេម្ដាយរបស់សាន់ឆៃចង់បញ្យល់នាងថាឥឡូវនេះនាងគួរតែចាត់ទុកតៅមីងស៊ឺឲ្យដូចជាមិត្តផ្សេងទៀតនៅថ្ងៃបន្ទាប់ពេលសាន់ឆៃទៅមហាវិទ្យាល័យអ្នកសារព័ត៌មានហុំព័ទ្ធនាងហើយសួរនាងនៅសំណួរផ្សេង
សាន់ឆៃអាចរត់គេចពីពួកគេហើយចូលទៅក្នុងមហាវិទ្យាល័យអ្នកគ្រប់គ្នានៅក្នុងមហាវិទ្យាល័យចាត់ទុកសាន់ឆៃជាមនុស្សមានសំណាងប៉ុន្តែស៊ីនហ៊ុយនៅតែចំណាយនឹងទំនាក់ទំនងរបស់សាន់ឆៃនិងតាវមីងស៊ឺនៅម្ខាងទៀតតាវមីងស៊ឺនិយាយជាមួយបងស្រីជាងតាមវីដេអូខលដោយប្រាប់គាត់ថាខ្ញុំបានជាសះស្បើយហើយជាងសួរគាត់ឲ្យនិយាយឈ្មោះនាងដើម្បីបញ្ជាក់តាវមីងស៊ឺនិយាយថាមានតែមនុស្សល្ងងទេដែលភ្លេចឈ្មោះរបស់បងតាវមីងស៊ឺប្រាប់ជាងថាមាននរណាម្នាក់ប្រាប់ខ្ញុំសមត្ថភាពជាសះស្បើយរបស់ខ្ញុំគឺដូចជាសំណត់ចឹងជាងយល់ថាសាន់ឆៃប្រកាសជាបាននិយាយបែបនេះជាមួយគាត់បន្ទាប់មកតាវមីងស៊ឺប្រាប់លោកយាយយូថាខ្ញុំចង់ចេញពីមន្ទីរពេទ្យបើខ្ញុំនៅទីនេះយូរទៀតខ្ញុំនឹងកាន់តែឈឺគាត់ក៏និយាយថាខ្ញុំនឹងស្នាក់នៅផ្ទះរបស់ជីលីព្រោះខ្ញុំមិនចង់ជួបម្ដាយរបស់ខ្ញុំទេនៅឈុតបន្ទាប់តាវមីងស៊ឺទៅផ្ទះរបស់ជីលីភ្ញាក់ផ្អើលដែលឃើញគាត់នៅទីនេះហើយនិយាយថាអញគួរតែនៅក្នុងមន្ទីរពេទ្យតាវមីងស៊ឺថាសមត្ថភាពជាសះស្បើយរបស់ខ្ញុំគឺដូចជាឆ្កែចឹងក្រោយមកតាវមីងស៊ឺប្រាប់ជីលីថាខ្ញុំចង់រៀបការជាមួយសាន់ឆៃជីលីរីករាយខ្លាំងចំពោះរឿងនេះប៉ុន្តែនិយាយថាសាន់ឆៃនឹងមិនចង់បំផ្លាញទំនាក់ទំនងរបស់ឯងជាមួយម៉ាក់របស់ឯងដោយសារតែនាងទេតាវមីងស៊ឺថាខ្ញុំមានផែនការសម្ងាត់ដែលខ្ញុំបានគិតរួចហើយជីលីសួរថាតើផែនការសម្ងាត់របស់ឯងជាអ្វីប៉ុន្តែតាវមីងស៊ឺប្រាប់ថាវាជាអាថ៌កំបាំងហើយខ្ញុំនឹងមិនប្រាប់ឯងនៅលើនេះទេនៅហាងថៅកែរបស់សាន់ឆៃសួរនាងថាហេតុអ្វីសាវយូមិនមកធ្វើការថ្ងៃនេះសាន់ឆៃប្រាប់គាត់ថានាងបានទៅទីក្លឹបនាងចង់នាំយកផលិតផលថ្មីមកឲ្យហាងពេលឮបែបនេះចៅវាយរបស់នាងមានការចាប់អារម្មណ៍ខ្លាំងហើយសរសើរសាវយូនិងសាន់ឆៃយ៉ាងច្រើននៅម្ខាងទៀតយើងឃើញសាវយូបានចូលរួមទីក្លឹបហើយស៊ីវឈិញក៏ជាសមាជិកនៃក្លឹបនោះដែរប៉ុន្តែសាវយូមិនស្គាល់នាងទេព្រោះនាងបានបដូរឈ្មោះពីស៊ីវឈិញទៅជាឈ្មោះមួយផ្សេងសាវយូនិងស៊ីវឈិញមើលទៅដូចគ្នាយ៉ាងខ្លាំងហើយបុគ្គលិកលក្ខណៈរបស់ពួកនាងទាំងពីរក៏ស្រដៀងនឹងក្មេងប្រុសដែរពួកនាងក្លាយជាមិត្តល្អនឹងគ្នាបន្ទាប់ពីជួបគ្នាលើកដំបូងហើយថតរូបជាមួយគ្នាក្រោយមកសាន់ឆៃនិងសាវយូនៅជាមួយគ្នាពួកនាងកំពុងគិតអំពីការរៀបចំពិធីជប់លៀងសម្រាប់ការជាសះស្បើយរបស់តាវមីងស៊ឺសាន់ឆៃអញ្ជើញសាវយូប៉ុន្តែសាវយូសួរថាតើខ្ញុំនឹងប្រឈមមុខជាមួយស៊ីមិនរបៀបណាសាន់ឆៃបញ្យល់នាងថានាងគួរតែចាត់ទុកស៊ីមិនឲ្យដូចជាមិត្តធម្មតាយើងឃើញអេហ្វលនិងមិត្តភ័ក្តិទាំងអស់របស់សាន់ឆៃកំពុងអបអរពិធីជប់លៀងសម្រាប់ការជាសះស្បើយរបស់តាវមីងស៊ឺនៅក្នុងពិធីនោះពេលតាវមីងស៊ឺរៀបនឹងផឹកសាន់ឆៃនិងសាវយូមកដល់សាន់ឆៃបញ្ឈប់គាត់ដោយប្រាប់ថាបងមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេរួចផឹកជំនួសគាត់នាងធ្វើមុខហើយនិយាយខ្ញុំមិនចូលចិត្តរសជាតិភេសជ្ជៈនេះសោះបន្ទាប់មកតាវមីងស៊ឺអរគុណអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងនៅក្បែរគាត់ក្នុងគ្រាលំបាកស៊ីមិននៅឆ្ងាយបន្តិចពីពិធីជប់លៀងបានឃើញសាវយូព្យាយាមគេចមុខពីគាត់ស៊ីមិនក៏សម្គាល់ឃើញរឿងនេះហើយចូលទៅចិត្តនាងគាត់សុំទោសដោយសួរថាតើយើងនៅតែជាមិត្តនឹងគ្នាទេសាវយូឆ្លើយថាយើងនៅតែជាមិត្តល្អនឹងគ្នាសាន់ឆៃមើលពួកគេហើយច្បាស់ជាមិនចូលចិត្តដែលស៊ីមិននិយាយជាមួយសាវយូតាវមីងស៊ឺប្រាប់សាន់ឆៃថាបងចង់ចំណាយពេលជាមួយអូនតែ2នាក់សាន់ឆៃយល់ព្រមហើយពួកគេទាំងពីរចាក់ចេញពីពិធីជប់លៀងនៅខាងក្រៅតាវមីងស៊ឺអបសាន់ឆៃហើយពួកគេចំណាយពេលវេលាល្អជាមួយគ្នាទន្ទឹមនឹងនេះស៊ីមិនប្រាប់សាវយូថានាងបានស្វែងរកអគារជាច្រើនដើម្បីខ្ញុំដូច្នេះឥឡូវនេះខ្ញុំចង់ធ្វើអ្វីមួយសម្រាប់នាងវិញសាវយូឆ្លើយថាខ្ញុំបានចូលរួមទីក្លឹបខ្ញុំចង់ឲ្យលោកមកជាមួយខ្ញុំហើយធ្វើជាគ្រូបង្រៀនពួកយើងនៅថ្ងៃបន្ទាប់ស៊ីមិននិងសាវយូទៅថ្នាក់រៀននោះស៊ីមិនបានជួបស៊ីវឈិញពួកគេទាំងពីរមើលមកគ្នាទៅវិញទៅមកស៊ីមិនចូលទៅចិត្តស៊ីវឈិញហើយនិយាយថាយើងខានជួបគ្នាយូរមកហើយសាវយូចាប់ផ្ដើមដឹងថាស៊ីវឈិញគឺជាស្នេហាដំបូងរបស់ស៊ីមិនក្រោយមកក្នុងថ្នាក់ស៊ីវឈិញមានអារម្មណ៍មិនស្រួលក្នុងចិត្តមិនអាចប្រឈមមុខនឹងស៊ីមិនបាននាងក៏សុំចេញទៅក្រៅស៊ីវឈិញចាប់ផ្ដើមយំដោយនិយាយថាខ្ញុំនៅតែស្រឡាញ់គេខ្លាំងដូចមុនក្រោយចេញពីថ្នាក់ស៊ីមិននិងសាវយូទៅជួបស៊ីវឈិញសាវយូនិយាយថាខ្ញុំបានលើពីនាងតាមរយៈស៊ីមិនសុំស៊ីវឈិញដើម្បីចេញទៅក្រៅជាមួយគ្នាស៊ីវឈិញស្នើឲ្យសាវយូមកជាមួយប៉ុន្តែសាវយូបដិសេធដោយមិនចង់រំខានអ្នកទាំងពីរស៊ីមិននិងស៊ីវឈិញនៅជាមួយគ្នាពួកគេរំលឹកអំពីអតីតកាលរបស់ពួកគេស៊ីមិនសុំទោសដែលមិនបានទៅលើដំបូលអគារនៅពេលស៊ីវឈិញសុំឲ្យគាត់ទៅកាលពីពេលនោះគាត់សុំឲ្យស៊ីវឈិញសាកល្បងធ្វើរឿងនោះម្ដងទៀតជាមួយគាត់ស៊ីវឈិញក៏យល់ព្រមក្រោយមកនៅកន្លែងការងារក្រៅម៉ោងរបស់ពួកគេសាវយូប្រាប់សាន់ឆៃថាខ្ញុំបានជួយស៊ីមិនឲ្យរកឃើញស្នេហាដំបូងរបស់គាត់ហើយឥឡូវនេះពួកគេកំពុងនៅជាមួយគ្នាសាន់ឆៃនិយាយថានាងកំពុងដើរជន់កែងខ្លួនឯងប៉ុន្តែបន្ទាប់មកនាងធានាថាសាវយូនឹងរកឃើញដៃគូជីវិតល្អជាងស៊ីមិននៅថ្ងៃអនាគតតែសាវយូច្បាស់លាស់ថាស៊ីមិនគឺជាបរិយាល្អឥតខ្ចោះសម្រាប់នាងទន្ទឹមនឹងនេះលោកស្រីតាវមីងទូរស័ព្ទទៅលោកយាយយូសួរអំពីតាវមីងស៊ឺលោកយាយយូក៏ហៅថាតាវមីងស៊ឺនៅតែស្ថិតនៅក្នុងមន្ទីរពេទ្យហើយកំពុងសម្រាប់ព្យាបាលក្រោយមកស៊ីវឈិញជួបសាវយូនាងនិយាយថាស៊ីមិនបានស្នើឲ្យខ្ញុំឡើងទៅលើដំបូលអគារនោះសាវយូឆ្លើយថានោះជាដំណឹងល្អប៉ុន្តែហេតុអ្វីនាងប្រាប់ខ្ញុំស៊ីវឈិញបន្ទាប់មកនិយាយថាខ្ញុំដឹងថានាងចូលចិត្តស៊ីមិនពេលស្ដាប់បែបនេះសាវយូដឹងថាស៊ីមិនចង់ចាប់ផ្ដើមទំនាក់ទំនងជាមួយស៊ីវឈិញឡើងវិញហើយនេះធ្វើឲ្យនាងសោកសៅខ្លាំងនាងទៅអបសាន់ឆៃហើយនិយាយថាខ្ញុំខូចចិត្តខ្លាំងណាស់ដើម្បីបន្ធូរទុក្ខសោកសាវយូបានទៅច្រៀង
សាន់ឆៃព្រួយបារម្ភពីនាងខ្លាំងហើយទូរស័ព្ទទៅតាមមីងស៊ឺពួកគេទាំងពីរនៅកំដរសាវយូដោយស្ដាប់ចម្រៀងខូចចិត្តរបស់នាងពេញមួយយប់នៅទីបញ្ចប់សាវយូនៅតែគិតអំពីស៊ីវឈិងនិងស៊ីមិនតើមីងស៊ឺផ្ដោតដំបូន្មាននាងថាគុំគិតច្រើនពេកគ្មាននរណាអាចមើលឃើញពីអនាគតទេហើយអ្វីដែលត្រូវកើតឡើងវានឹងកើតឡើងទន្ទឹមនឹងនេះស៊ីវឈិងនិងស៊ីមិនមកដល់អគារពួកគេចាប់ផ្ដើមឡានចិន្តាដើម្បីទៅលើដំបូលស៊ីវឈិងអស់កម្លាំងស៊ីមិនថានាងខ្សោយតាំងពីក្មេងប៉ុន្តែនាងនៅតែរត់លេងនិងហក់លោតស៊ីវឈិងឆ្លើយថាមកពីខ្ញុំដឹងថាលោកនៅជាមួយខ្ញុំហើយនឹងមើលថែខ្ញុំបន្ទាប់មកពួកគេបន្តឡើងទៅខាងលើព្រឹកឡើងសាវយូអរគុណតៅមីងស៊ឺនិងសាន់ឆៃដែលនៅជាមួយនាងពេញមួយយប់ពេលពួកគេទាំង3រៀបនឹងត្រឡប់ទៅផ្ទះសាវយូទទួលបានទូរស័ព្ទពីស៊ីវឈិងអញ្ជើញនាងទៅលើដំបូលសាវយូយកព្រមនឹងទៅប៉ុន្តែគិតក្នុងចិត្តថាហេតុអ្វីស៊ីវឈិងហៅខ្ញុំពេលដែលនាងកំពុងនៅជាមួយស៊ីមិនបែបនេះពេលសាវយូទៅដល់នាងឃើញថាស៊ីមិននៅទីនោះតែម្នាក់ឯងស៊ីវឈិងមិននៅទេស៊ីមិនប្រាប់នាងថាអ្វីទាំងអស់ចប់ហើយរវាងពួកយើងទាំងពីរមុននេះស៊ីមិននិងស៊ីវឈិងបាននិយាយគ្នាស៊ីវឈិងថានេះជាសញ្ញាមួយចាប់តាំងពីយើងជួបគ្នាយើងនិយាយតែអំពីអតីតកាលស៊ីមិនសុំទោសដែលមិនបានមកកន្លែងនេះកាលពី5ឆ្នាំមុនធ្វើឲ្យខកខានឱកាសមួយក្នុងជីវិតជាមួយនាងស៊ីវឈិងបន្ទាប់មកនិយាយថាយើងគួរតែបន្តទៅមុខហើយឱកាសមួយក្នុងជីវិតរបស់លោកជាកម្មសិទ្ធិរបស់នារីម្នាក់ទៀតស៊ីមិនសារភាពថាកាលពី5ឆ្នាំមុនខ្ញុំមិនអាចបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំចំពោះនាងបានទេស៊ីវឈិងឆ្លើយថាខ្ញុំក៏ចូលចិត្តលោកខ្លាំងដែរប៉ុន្តែលើខ្ញុំមិនមែនទេលោកមកទីនេះថ្ងៃនេះព្រោះលោកមានអារម្មណ៍ខុសចំពោះខ្ញុំមិនមែនព្រោះលោកស្រឡាញ់ខ្ញុំទេត្រឡប់មកបច្ចុប្បន្នស៊ីមិននិយាយទៅកាន់សាវយូថាស៊ីវឈិងដឹងថានាងមិនចូលចិត្តខ្ញុំទៀតទេប្រហែលខ្ញុំមិនសមនឹងទទួលបានស្នេហារបស់នរណាបន្តទៀតទេពេលស្ដាប់បែបនេះសាវយូឆ្លើយថានោះមិនមែនជាការពិតនៅមានខ្ញុំដែលចូលចិត្តលោកហើយគ្មាននរណាល្អឥតខ្ចោះទេខ្ញុំក៏មានកំហុសច្រើនដែរលើបែបនេះស៊ីមិននិយាយថានាងតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍បន្ទាប់មកសាវយូនិយាយថាលោកខកខានឱកាសមួយក្នុងជីវិតរបស់លោកដោយសារបញ្ហារបស់លោកប៉ុន្តែឥឡូវនេះយើងមានឱកាសមួយក្នុងជីវិតរបស់យើងហើយខ្ញុំមិនចង់ខកខានវាទេនាងអនទៅថាស៊ីមិនដែលជាការចាប់ផ្ដើមនៃទំនាក់ទំនងថ្មីរបស់ពួកគេម្ខាងទៀតសាន់ឆៃមិនបានដេកពេញមួយយប់ដោយសារព្រួយបារម្ភពីសាវយូមើលទៅនាងងងុយគេងខ្លាំងតើមីងស៊ឺសួរថាហេតុអ្វីអូនមិនទៅបន្ទប់របស់បងហើយយើងដេកជាមួយគ្នាសាន់ឆៃបដិសេធបន្ទាប់មកសាវយូនិងស៊ីមិនទៅទីក្លឹបនៅទីនោះស៊ីវឈិងបានទុកអំណោយមួយសម្រាប់សាវយូអំណោយនោះជាតុក្កតាដែលមើលទៅដូចស៊ីមិនយ៉ាងខ្លាំងរួមជាមួយនោះស៊ីវឈិងបានសរសេរសម្បត្តិមួយនាងសុំទោសនៅក្នុងលិខិតនោះថាខ្ញុំសុំទោសដែលខ្ញុំមិនអាចជូនអំណោយនេះដោយផ្ទាល់បានខ្ញុំបានទៅធ្វើការក្រោយបញ្ចប់ការសិក្សារបស់ខ្ញុំហើយដោយសារនាងខ្ញុំបានជួបស៊ីមិនម្ដងទៀតខ្ញុំបានធ្វើតុក្កតានេះសម្រាប់ស៊ីមិនជាយូរមកហើយប៉ុន្តែឥឡូវនេះវាស័ក្តិសមនឹងនាងយើងឃើញស៊ីវឈិងទៅហាងមួយហើយក៏មកកាហ្វេជំនួសឲ្យតែនេះបង្ហាញថានាងបានបោះបង់ស៊ីមិនចោលទាំងស្រុងហើយកំពុងបន្តដំណើរទៅមុខជាមួយជីវិតរបស់នាងបន្ទាប់មកយើងឃើញតាមីងស៊ឺនិងសាន់ឆៃកំពុងញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយសាន់ឆៃនៅតែមើលទៅតានតឹងតាមីងស៊ឺសួរនាងថាហេតុអ្វីបានជាអូនតែងតែគិតពីអ្នកដទៃសាន់ឆៃឆ្លើយថារឿងទាំងអស់នេះកើតឡើងដោយសារតែមិត្តរបស់បងស៊ីមិនគេបានបំផ្លាញជីវិតសាវយូក្រោយមកតាមីងស៊ឺសួរសាន់ឆៃថាតើអូននឹងរៀបការជាមួយបងទេសាន់ឆៃមិនបានផ្ដល់ចម្លើយច្បាស់លាស់ទេប៉ុន្តែមនុស្សដែលអង្គុយនៅជុំវិញនោះបានឮការសន្ទនារបស់ពួកគេសាន់ឆៃនិយាយថាតើមាននរណាសុំរៀបការនៅកន្លែងបែបនេះតើមីងស៊ឺនិយាយថាបងចូលឆ្នាំចិនចិត្តមកដល់ហើយបងនឹងទៅផ្ទះរបស់អូនដើម្បីជួបឪពុកម្ដាយរបស់អូនប៉ុន្តែសាន់ឆៃឆ្លើយថាខ្ញុំមិនទាន់យល់ព្រមទេតើមីងស៊ឺទទូចថាបងនឹងមិនអនុញ្ញាតឲ្យអូនបដិសេធទេហើយប្រាប់គ្រប់គ្នានៅក្នុងភោជនីយដ្ឋានថាសាន់ឆៃបានយល់ព្រមរៀបការជាមួយខ្ញុំហើយថ្ងៃនេះខ្ញុំជាអ្នកចេញលុយគ្រប់គ្នាចាប់ផ្ដើមអបអរសាទរតើមីងស៊ឺនិងសាន់ឆៃក្រោយមកនៅផ្ទះសាន់ឆៃមានអារម្មណ៍សប្បាយចិត្តអំពីរឿងរៀបការសំឡេងកណ្ដឹងទ្វារបានបន្លឺឡើងហើយនាងឃើញថាតើមីងស៊ឺបានផ្ញើផ្កា520តុងមកឲ្យនាងសាន់ឆៃរំភើបយ៉ាងខ្លាំងហើយចាប់ផ្ដើមរាប់ផ្កាប៉ុន្តែទោះជានាងរាប់ប៉ុន្មានដងក៏ដោយក៏នៅតែមានផ្កាតែ519តុងដែរនាងទូរស័ព្ទទៅតើមីងស៊ឺហើយនិយាយថាបាត់ផ្កាមួយតុងតើមីងស៊ឺឆ្លើយថាមិនអាចទៅរួចទេអូនច្បាស់ជារាប់ខុសហើយបន្ទាប់មកសំឡេងកណ្ដឹងទ្វារបន្លឺឡើងម្ដងទៀតហើយតើមីងស៊ឺក៏លេចមុខមកដោយមានផ្កាមួយតុងក្នុងដៃគាត់និយាយថាបងចង់ជូនផ្កាមួយតុងនេះដល់អូនដោយខ្លួនឯងនោះហើយជាមូលហេតុដែលបងផ្ញើផ្កាខ្វះមួយតុងសាន់ឆៃមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតើមីងស៊ឺនៅថ្ងៃបន្ទាប់សាន់ឆៃប្រាប់សាវយូអំពីរឿងផ្កានៅហាងបន្ទាប់មកសាវយូក៏បានប្រាប់ដែរថានាងនិងស៊ីមិនកំពុងតាក់ទងគ្នាជាផ្លូវការសាន់ឆៃចង់សួរសាវយូជាច្រើនសំណួរអំពីរឿងនេះប៉ុន្តែពេលឃើញនាងសប្បាយចិត្តខ្លាំងពេកនាងក៏សម្រេចចិត្តមិនសួរអ្វីទាំងអស់ក្រោយមកនៅមហាវិទ្យាល័យសាន់ឆៃបានឃើញជាលេកំពុងលេងវីយ៉ូឡុងដូចដែលគាត់បានធ្វើនៅពេលដែលនាងបានឃើញគាត់ដំបូងនាងប្រាប់គាត់ថាខ្ញុំនឹងនឹកបន្ទប់តន្ត្រីរបស់លោកខ្លាំងណាស់បន្ទាប់ពីខ្ញុំចាក់ចេញទៅជាលេសួរថាតើនាងបានទទួលយកសំណើរៀបការរបស់តៅមីងស៊ឺហើយឬនៅសាន់ឆៃឆ្លើយថាចាស់ប៉ុន្តែជាលេក៏សម្គាល់ឃើញពីក្តីបារម្ភនៅលើផ្ទៃមុខរបស់នាង
គាត់ប្រាប់នាងថាកុំគិតច្រើនអីអ្វីៗនឹងល្អប្រសើរឡើងបន្ទាប់មកយើងឃើញតាវមីងស៊ឺទៅផ្ទះរបស់សាន់ឆៃជាមួយនាងដើម្បីនិយាយអំពីរឿងអាពាហ៍ពិពាហ៍របស់ពួកគេទោះជាយ៉ាងណាក៏ដោយម៉ាក់របស់សាន់ឆៃបានបដិសេធមិនអនុញ្ញាតឲ្យពួកគេរៀបការឡើយប៉ារបស់សាន់ឆៃព្យាយាមសម្រួលស្ថានភាពដោយនិយាយថាវាឆាប់ពេកហើយសាន់ឆៃមិនទាន់បានបញ្ចប់ការសិក្សាផងម៉ាក់របស់សាន់ឆៃបានប្រកែកថាតើឯងមិនចង់ឲ្យម៉ាក់របស់តាវមីងស៊ឺលូកដៃក្នុងរឿងរៀបការនេះទេនោះជាមូលហេតុដែលឯងមិនអើពើនឹងគាត់ឬយោបល់របស់ម៉ាក់ក្មេកឯងក៏សំខាន់ដែរសម្រាប់អាពាហ៍ពិពាហ៍នេះបើមិនដូច្នោះទេឯងនឹងមិនអាចប្រឈមមុខនឹងម៉ាក់របស់តាវមីងស៊ឺបានទេឥឡូវនេះតាវមីងស៊ឺយកពីកង្វល់របស់ម៉ាក់សាន់ឆៃហើយនិយាយថាខ្ញុំនឹងនិយាយជាមួយម៉ាក់របស់ខ្ញុំសាន់ឆៃព្យាយាមខាត់គាត់ប៉ុន្តែតាវមីងស៊ឺទទូចថាយើងត្រូវតែប្រឈមមុខនឹងរឿងនេះមិនយូរមិនឆាប់រួចធ្វើការហៅវីដេអូទៅម៉ាក់របស់គាត់ប្រាប់ថាខ្ញុំកំពុងនៅផ្ទះសាន់ឆៃជាមួយប៉ាម៉ាក់របស់នាងឥឡូវនេះគាត់បញ្យល់អំពីរឿងអាពាហ៍ពិពាហ៍របស់ពួកគេហើយសួរថាតើម៉ាក់អនុញ្ញាតឲ្យពួកយើងរៀបការដែរឬទេម៉ាក់របស់តាវមីងស៊ឺឆ្លើយតបថាការរៀបការមិនមែនជារឿងលេងសើចរបស់ក្មេងទេយើងត្រូវរៀបចំផែនការសម្រាប់វានៅពេលម៉ាក់ត្រឡប់ទៅផ្ទះវិញយើងនឹងពិភាក្សាគ្នាអំពីរឿងនេះតាវមីងស៊ឺសប្បាយចិត្តដោយគិតថាម៉ាក់របស់គាត់បានយល់ព្រមនឹងអាពាហ៍ពិពាហ៍នេះប៉ុន្តែវាច្បាស់ណាស់តាមរយៈទឹកមុខរបស់គាត់ថាគាត់មិនទាន់ទទួលយកទាំងស្រុងនៅឡើយទេក្រោយមកតាវមីងស៊ឺជួនសាន់ឆៃនិងម៉ាក់របស់នាងទៅហាងរបស់ពួកគេនៅក្នុងភូមិគាត់ស្នើសុំជួយប៉ុន្តែម៉ាក់របស់សាន់ឆៃនិយាយថាឯងជាភ្ញៀវមិនចាំបាច់ធ្វើការទេតាវមីងស៊ឺថាខ្ញុំមិនមែនជាភ្ញៀវទេខ្ញុំជាផ្នែកមួយនៃគ្រួសារនេះហើយអ្នកម៉ាក់របស់សាន់ឆៃចាប់ផ្ដើមចូលចិត្តតាវមីងស៊ឺយ៉ាងខ្លាំងតាវមីងស៊ឺពាក់អៀមហើយចាប់ផ្ដើមធ្វើឲ្យសាន់ឆៃភ្ញាក់ផ្អើលដែលមិនជឿថាគាត់ជាមនុស្សសាមញ្ញបែបនេះសោះនាងថែមទាំងថតរូបគាត់ទុកទៀតផងក្រោយមកតាវមីងស៊ឺនិងសាន់ឆៃកំពុងនិយាយគ្នាសាន់ឆៃសួរថាតើបងប្រកាសទេថាបងនឹងគេងនៅក្នុងផ្ទះដ៏តូចរបស់អូនជាមួយប៉ារបស់អូនដែលគាត់គេងស្រមុកនោះតាវមីងស៊ឺនិយាយដោយជឿជាក់ថាទោះបីមានផ្គរលាន់ក៏ដោយក៏បងនៅតែគេងលក់ដែរមុនពេលចូលគេងប៉ារបស់សាន់ឆៃបាននិយាយជាមួយតាវមីងស៊ឺថាចាប់ពីពេលនេះទៅឯងត្រូវតែមើលថែសាន់ឆៃនាងឆាប់ខឹងណាស់ដូច្នេះឯងត្រូវតែចេះអត់ធ្មត់ហើយឯងសង្ហាណាស់ប្រសិនបើមានមនុស្សស្រីណាសុំស្រឡាញ់ឯងនាពេលអនាគតចូលបដិសេធនាងហើយកុំធ្វើឲ្យសាន់ឆៃជឿចាប់ឲ្យសោះតាវមីងស៊ឺឆ្លើយថាខ្ញុំមិនចាប់អារម្មណ៍នឹងមនុស្សស្រីណាផ្សេងក្រៅពីសាន់ឆៃទេនៅទីបំផុតតាវមីងស៊ឺបានធ្វើឲ្យប៉ារបស់សាន់ឆៃទុកចិត្តគាត់ថាគាត់នឹងនៅជាមួយសាន់ឆៃអស់មួយជីវិតហើយនឹងមើលថែនាងឲ្យបានល្អនៅថ្ងៃបន្ទាប់សាន់ឆៃប្រាប់សាវយូថាតាវមីងស៊ឺនិងខ្ញុំនឹងរៀបការឆាប់ៗនេះសាវយូសប្បាយចិត្តណាស់ហើយនិយាយថាខ្ញុំក៏ទៅណាត់ជួបជាមួយស៊ីមិននៅថ្ងៃស្អែកនេះដែរបន្ទាប់មកពិធីបញ្ចប់ការសិក្សាត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Minter សម្រាប់ក្រុម IFR និងនិស្សិតដទៃទៀតក្រុម IFR ត្រូវបានគេសរសើរហើយ Simon ត្រូវបានអញ្ជើញឲ្យឡើងឆាតដើម្បីថ្លែងសន្ទរកថា Simon ប្រាប់គ្រប់គ្នាថាខ្ញុំមានមិត្តសំខាន់3នាក់ក្នុងជីវិតរបស់ខ្ញុំយើងបានសិក្សាជាមួយគ្នាហើយយើងធំឡើងជាមួយគ្នាគាត់ចែករំលែកអនុស្សាវរីយ៍ពីមហាវិទ្យាល័យហើយនិយាយថាខ្ញុំពិតជាសំណាងណាស់ព្រោះខ្ញុំមានមិត្តភ័ក្តិដូច3នាក់នេះយើងមិនមែនគ្រាន់តែជាមិត្តនឹងគ្នានោះទេពួកយើងប្រៀបដូចជាបងប្អូននឹងគ្នាបន្ទាប់ពីពិធីបញ្ចប់សាន់ឆៃក៏សម្គាល់ឃើញថាតាវមីងស៊ឺកំពុងពាក់ស្បែកជើងពណ៌បៃតងដូចគ្នាដែលគាត់បានពាក់នៅថ្ងៃដំបូងគឺជាស្បែកជើងដែលធ្វើឲ្យខូចទូរស័ព្ទរបស់នាងសាន់ឆៃសួរថាហេតុអ្វីបានជាបងពាក់ស្បែកជើងនេះតាវមីងស៊ឺឆ្លើយថាបងគិតថាអូននឹងរកបងមិនឃើញនៅក្នុងហ្វូងមនុស្សដ៏ច្រើនបែបនេះដូច្នេះបងក៏ពាក់ស្បែកជើងនេះមេស៊ូនិងស៊ីមិនចាប់ផ្ដើមចំអន់តាវមីងស៊ឺនិងសាន់ឆៃដូចធម្មតាដោយនិយាយលេងសើចពីពួកគេទាំងពីរមិត្តភ័ក្តិរបស់តាវមីងស៊ឺសប្បាយចិត្តណាស់អំពីរឿងអាពាហ៍ពិពាហ៍របស់គាត់ជាមួយសាន់ឆៃដែលជិតមកដល់ពួកគេចង់ធ្វើពិធីជប់លៀងលាភាពនៅកំឡោះជាមួយតាវមីងស៊ឺពួកគេប្រាប់សាន់ឆៃថាតាវមីងស៊ឺនឹងនៅជាមួយពួកយើងនៅថ្ងៃស្អែកហើយនាងក៏យល់ព្រមទោះយ៉ាងណាមេស៊ូនិងជីឡេមានអារម្មណ៍ក្រៀមក្រំព្រោះពួកគេនៅលីមនៅឡើយប៉ុន្តែស៊ីមិននិយាយថាខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំនឹងទៅណាត់ជួបជាមួយសាវយូនៅថ្ងៃនេះស៊ីមិនចង់បានជំនួយពីពួកគេទាំងពីរសម្រាប់ការណាត់ជួបរបស់គាត់ប៉ុន្តែពួកគេបានដោះសារហើយចាក់ចេញទៅបន្ទាប់មកលីឈិនក៏មកដល់ហើយស៊ីមិនក៏សុំជំនួយពីគាត់សម្រាប់ការណាត់ជួបរបស់គាត់តាវមីងស៊ឺនិងសាន់ឆៃកំពុងដើរជាមួយគ្នាស្រាប់តែសាន់ឆៃបានដួលនាងប្រញាប់ក្រោកឡើងទាំងខ្មាស់អៀនព្រោះខ្លាចមានអ្នកណាបានឃើញពួកគេតាវមីងស៊ឺក៏សម្គាល់ឃើញថាស្បែកជើងរបស់សាន់ឆៃបានរហែកដូច្នេះគាត់ក៏បីនាងយកទៅទិញស្បែកជើងថ្មីសាន់ឆៃទៅហាងមួយដែលម្ចាស់ហាងស្គាល់នាងរួចហើយដោយសារនាងឧស្សាហ៍ទិញស្បែកជើងនៅទីនោះបន្ទាប់ពីទិញស្បែកជើងថ្មីរួចសាន់ឆៃក៏ទៅវិមានរបស់តាវមីងស៊ឺដើម្បីវាស់ខ្នាតសម្រាប់កាត់សម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់នាងលោកយាយយូវាស់ខ្នាតឲ្យនាងហើយសាន់ឆៃមានអារម្មណ៍មិនសប្បាយចិត្តបន្តិចបន្តួចព្រោះនាងមានអារម្មណ៍ថានាងឡើងទម្ងន់លោកយាយយូលំលំនាងថាយាយនឹងកាត់រោគដ៏ល្អបំផុតសម្រាប់ចៅនឹងមើលទៅស្រស់ស្អាតបន្ទាប់មកលោកយាយសួរសាន់ឆៃថាតើចៅនឹងគេងនៅក្នុងបន្ទប់ជាមួយតាវមីងស៊ឺនៅថ្ងៃនេះទេសាន់ឆៃថ្ពាល់ឡើងក្រហមពេលឮសំណួរនេះតាវមីងស៊ឺក៏មកដល់ហើយទាញនាងទៅជាមួយគាត់ខណៈនោះដែរសាវយូនិងស៊ីមិនកំពុងណាត់ជួបគ្នាសាវយូយកនំខេកមកជូនស៊ីមិនជាកាដូស៊ីមិននិយាយថាពួកក្មេងស្រីពិតជាចូលចិត្តរបស់ផ្អែមណាស់ស៊ីវឈិនក៏ចូលចិត្តនំខេកខ្លាំងណាស់ដែរពេលឮឈ្មោះស៊ីវឈិនសាវយូមានអារម្មណ៍មិនស្រួលបន្តិចប៉ុន្តែមិនបង្ហាញវាចេញមកក្រៅទេ
ទោះបីជាស៊ីមិនចូលចិត្តរបបផ្អែមក៏ដោយក៏គាត់ញ៉ាំនំខេកដើម្បីធ្វើឲ្យសាវយូសប្បាយចិត្តបន្ទាប់មកសាវយូសួរថាកាដូរបស់ខ្ញុំនៅណាប៉ុន្តែស៊ីមិនធ្វើពុតជាភ្លេចពីរឿងនោះដែលធ្វើឲ្យសាវយូអន់ចិត្តទោះជាយ៉ាងណាក៏ដោយវាត្រូវបានបង្ហាញថាស៊ីមិនបានរៀបចំអ្វីដែលពិសេសសម្រាប់នាងគាត់នាំសាវយូទៅអគារដដែលដែលមេស៊ូធ្លាប់បានរៀបចំការបង្ហាញភ្លើងរូបបេះដូងផ្លិតផ្លែតសម្រាប់ឆៃណាស៊ីមិនមើលទៅអគារប៉ុន្តែភ្លើងមិនទាន់បានបើកនៅឡើយទេដោយមានការភ័ន្តច្រឡំគាត់ក៏ដើរចេញទៅខាងដើម្បីទូរស័ព្ទទៅជីងហេដែលគាត់បានប្រកល់ការទទួលខុសត្រូវឲ្យជីងហេប្រាប់គាត់ថាប្រហែលជាភ្លើងមិនបើកដោយសារបញ្ហាការតាប់ភ្ជាប់ស៊ីមិនខឹងយ៉ាងខ្លាំងដោយគិតថាការណាត់ជួបរបស់គាត់ត្រូវបានបំផ្លាញដោយសារតែជីងហេម្យ៉ាងវិញទៀតជីងហេនិងលីឈិនក៏នៅជាមួយគ្នាដែរដោយឆ្ងល់ថាហេតុអ្វីបានជាភ្លើងមិនបើកស៊ីមិនដើរទៅរកសាវយូហើយនិយាយថាខ្ញុំយកការទាំងនេះមកជូននាងទោះជាយ៉ាងណាក៏ដោយសាវយូហាក់ដូចជាមិនខ្វល់ពីផ្កានោះទេព្រោះនាងសប្បាយចិត្តដោយគ្រាន់តែមានស៊ីមិននៅក្បែរភ្លាមនោះរូបបេះដូងក៏ចាប់ផ្ដើមភ្លឺផ្លឹបផ្លែតនៅលើអគារស៊ីមិនមើលទៅមានការភ្ញាក់ផ្អើលហើយសាវយូក៏កត់សម្គាល់ឃើញភ្លើងដោយនិយាយថាប្រកាសណាស់ថាមានមិត្តប្រុសណាម្នាក់ធ្វើបែបនេះដើម្បីធ្វើឲ្យមិត្តស្រីរបស់គាត់ភ្ញាក់ផ្អើលនាងចាប់ផ្ដើមថតរូបអគារហើយនិយាយទៅកាន់ស៊ីមិនថាយើងគួរតែអរគុណអ្នកដែលធ្វើឲ្យយើងបានឃើញទស្សនវិជ្ជានេះស៊ីមិននៅតែរំភើបព្រោះគាត់បានរៀបចំអ្វីគ្រប់យ៉ាងប៉ុន្តែសាវយូគិតថាមាននរណាម្នាក់ផ្សេងទៀតជាអ្នកធ្វើវាស៊ីមិនហាក់ដូចជាមិនផ្ចង់អារម្មណ៍ក្នុងពេលដ៏រ៉ូមែនទិកនេះទេដូច្នេះសាវយូក៏ថើបគាត់ខណៈពេលនោះជីងហេនិងលីឈិនក៏ថើបគ្នាដែរដែលជាការចាប់ផ្ដើមនៃទំនាក់ទំនងថ្មីរបស់ពួកគេក្រោយមកតាវមីងស៊ឺបានធ្វើឲ្យសាន់ឆៃភ្ញាក់ផ្អើលដោយនាំនាងទៅកន្លែងដដែលដែលពួកគេធ្លាប់មើលផ្កាយជាមួយគ្នាតាវមីងស៊ឺបានជូនខ្សែកមួយដល់នាងហើយបានតុបតែងកន្លែងនោះយ៉ាងស្រស់ស្អាតជាមួយនឹងផ្កាហើយទៀនតាវមីងស៊ឺប្រាប់សាន់ឆៃថាបងចង់ផ្ដល់អនុស្សាវរីយ៍ពិសេសជាច្រើនដល់អូនមុនពេលរៀបការសាន់ឆៃឆ្លើយថាអូននឹងនៅជាមួយបងមួយជីវិតហើយនឹងមិនចាក់ចេញពីបងឡើយពួកគេទាំងពីរបានថើបគ្នាហើយចំណាយពេលដ៏ល្អជាមួយគ្នានៅជប់បន្ទាប់សាវយូកំពុងនៅហាងតែអ្នកគ្រប់គ្រងរបស់នាងប្រាប់នាងថាពួកយើងកំពុងបើកសាខាមួយទៀតនៅហាងតែនេះដោយឃើញការខិតខំប្រឹងប្រែងរបស់នាងខ្ញុំនឹងតែងតាំងនាងជាអ្នកគ្រប់គ្រងហាងនេះក្រោយមក Eiffel បានមកដល់ហាងតាមការស្នើសុំរបស់ Simon ពួកគេនៅទីនោះដើម្បីគាំទ្រសាវយូនៅថ្ងៃដំបូងរបស់នាងក្នុងនាមជាអ្នកគ្រប់គ្រងនិងជួយផ្សព្វផ្សាយហាងតែដូចលើកមុនដែរនៅចុងបញ្ចប់សាវយូបានយកភេសជ្ជៈមកជូនគ្រប់គ្នាពួកគេប្រាប់ពីរសជាតិដែលខ្លួនទទួលបានតាវមីងស៊ឺប្រាប់រសជាតិខុសហើយសាន់ឆៃក៏កែតម្រូវគាត់បន្ទាប់មកមេស៊ូនិយាយថានរណាទៅគិតថាសាន់ឆៃដែលភ្នែកធំៗនិងក្មេងស្រីរាងតូចល្អិតនេះនឹងក្លាយជាស្អាតហើយគួរឲ្យស្រឡាញ់បែបនេះជាលេបន្ថែមថាខ្ញុំចង់ថើបសាន់ឆៃណាស់ព្រោះបន្ទាប់ពីទៅក្រៅប្រទេសខ្ញុំនឹងមិនអាចសំបីតែបានឃើញនាងគ្រប់គ្នាមានការភ្ញាក់ផ្អើលពេលលើបែបនេះជាពិសេសតាវមីងស៊ឺដែលខឹងយ៉ាងខ្លាំងជាលេសួរតាវមីងស៊ឺថាអញប្រច័ណ្ឌមែនទេតាវមីងស៊ឺឆ្លើយថាមែនហើយប្រកាសណាស់បន្ទាប់មកជាលេក៏ថើបសាន់ឆៃលើថ្ងាសឃើញបែបនេះតាវមីងស៊ឺចាប់ដើមវាគាត់ស៊ីមិនព្យាយាមលួងលោមគាត់ថាមិនអីទេជាលេគ្រាន់តែថើបលេងទេតាវមីងស៊ឺថាអូខេអញ្ចឹងខ្ញុំនឹងថើបសាវយូឥឡូវនេះហើយគាត់ក៏ចាប់ផ្ដើមដេញតាមសាវយូសាន់ឆៃសុំឲ្យគាត់អង្គុយចុះហើយតាវមីងស៊ឺក៏យកព្រមបន្ទាប់មកយើងឃើញសាន់ឆៃនិងប៉ាម៉ាក់របស់នាងកំពុងរៀបចំខ្លួនព្រោះតាវមីងស៊ឺនិងគ្រួសាររបស់គាត់នឹងមកពិភាក្សាពីរឿងអាពាហ៍ពិពាហ៍សាន់ឆៃបានរៀបចំម្ហូបឆ្ងាញ់ៗជាច្រើនបន្ទាប់ពីរងចាំអស់រយៈពេលជាយូរសាន់ឆៃបានទូរស័ព្ទទៅតាវមីងស៊ឺហើយសួរថាហេតុអ្វីបានជាបងមិនទាន់មកដល់ជំនួសឲ្យតាវមីងស៊ឺអ្នកស្រីមីងជាអ្នកទទួលទូរស័ព្ទដោយនិយាយថាថ្ងៃនេះខ្ញុំរវល់មិនអាចទៅបានទេសាន់ឆៃឆ្លើយថាប៉ុន្តែអ្នកបាននិយាយថាអ្នកនឹងមកនៅថ្ងៃនេះអ្នកស្រីមីងបញ្យល់ថាខ្ញុំនិយាយដូច្នេះព្រោះតាវមីងស៊ឺនៅជាមួយនាងនៅពេលនោះហើយប្រសិនបើខ្ញុំបដិសេធគេនឹងធ្វើអ្វីខុសហើយសោកស្ដាយនៅពេលក្រោយប៉ុន្តែឥឡូវនេះតាវមីងស៊ឺនៅជាមួយខ្ញុំហើយគាត់នឹងមិនទៅរកនាងទេគាត់បានសម្រេចចិត្តទៅទីក្រុងឡុងជាមួយខ្ញុំហើយនឹងមិនត្រឡប់មកសៀងហៃវិញឡើយឥឡូវនេះបោះបង់តាវមីងស៊ឺចោលទៅអាពាហ៍ពិពាហ៍របស់នាងជាមួយគាត់នឹងមិនអាចកើតឡើងបានឡើយលើបែបនេះសាន់ឆៃខូចចិត្តយ៉ាងខ្លាំងហើយប្រាប់ប៉ាម៉ាក់របស់នាងថាម៉ាក់របស់តាវមីងស៊ឺបានបោកប្រាស់ពួកយើងគាត់នឹងមិនមកទីនេះទេប៉ាម៉ាក់របស់សាន់ឆៃខឹងសម្បាហើយចង់ទៅប្រជុំមុខនឹងអ្នកស្រីមីងប៉ុន្តែសាន់ឆៃបានឃាត់ពួកគាត់ដោយនិយាយថាតាវមីងស៊ឺនិងខ្ញុំនឹងដោះស្រាយបញ្ហារបស់ពួកយើងដោយខ្លួនឯងខ្ញុំមិនចង់ឲ្យប៉ាម៉ាក់ត្រូវគេមើលងាយទេខ្ញុំនឹងដោះស្រាយរឿងនេះតែម្នាក់ឯងម្យ៉ាងវិញទៀតឯស្រីកំពុងរៀបចំពិធីជប់លៀងលាភៀបនៅលីវសម្រាប់តាវមីងស៊ឺតាមការស្នើសុំរបស់មេស៊ូគ្រប់គ្នាពាក់មុខឆ្កែមើលទៅគួរឲ្យស្រឡាញ់ណាស់ពួកគេទាំង3នាក់រងចាំតាវមីងស៊ឺដោយឆ្ងល់ថាហេតុអ្វីបានជាគាត់មិនទាន់មកដល់សាន់ឆៃបានមកដល់ហើយនិយាយថាតាវមីងស៊ឺនឹងមិនមកទីនេះទេនាងប្រាប់គ្រប់យ៉ាងអំពីម៉ាក់របស់គាត់ហើយបន្ថែមថាតាវមីងស៊ឺឥឡូវនេះកំពុងទៅទីក្រុងឡុងហើយនឹងមិនត្រឡប់មកវិញទៀតឡើយលើបែបនេះស៊ីមិនបានទូរស័ព្ទទៅតាវមីងស៊ឺប៉ុន្តែលោកយាយូជាអ្នកទទួលដោយប្រាប់ស៊ីមិនថាតាវមីងស៊ឺនិងខ្ញុំរវល់កុំទូរស័ព្ទមកពួកយើងទៀតហើយក៏បិទទូរស័ព្ទគ្រប់គ្នាគិតថាអាកប្បកិរិយារបស់លោកយាយូចម្លែកប៉ុន្តែគាត់បានបង្ហើបថាតាវមីងស៊ឺកំពុងតែនៅផ្ទះដែលឯស្រីយល់បែបនេះខណៈពេលនោះអ្នកស្រីមីងបានទៅជួបលោកយាយូដោយបង្ហាញថាលោកយាយូបានធ្វើសកម្មភាពក្រោមសម្ពាធរបស់គាត់ឯស្រីសម្រេចចិត្តទៅផ្ទះរបស់តាវមីងស៊ឺ
ដោយសារស្គាល់ទីកន្លែងពួកគេចូលតាមទ្វារក្រោយដូចដែលពួកគេធ្លាប់ធ្វើពីមុននៅខាងក្នុងពួកគេបានជួបលោកយាយយូដែលនិយាយថាហេតុអ្វីបានជាឯងមកយូរម្ល៉េះខ្ញុំកំពុងរងចាំគាត់បានប្រាប់ពួកគេថាតើមីងស៊ឺត្រូវបានចាក់សោនៅក្នុងបន្ទប់យើងឃើញតើមីងស៊ឺសន្លប់នៅក្នុងបន្ទប់ជាមួយអ្នកស្រីមីងនៅពេលឯស្រីចូលមកអ្នកស្រីមីងសួរថាតើឯងចូលមកក្នុងដោយរបៀបណានាងប្រមាថឯស្រីដោយសួរថាហេតុអ្វីបានជាគេមានមិត្តភក្តិអាក្រក់ដូចពួកឯងស៊ីមិននិយាយថាទោះបីជាពួកយើងអាក្រក់ក៏ដោយក៏ពួកយើងមិនធ្វើបាបសមាជិកគ្រួសារដែរអ្នកស្រីមីងនិយាយថាពេលណាទើបឯងធំឡើងហើយគិតដូចមនុស្សពេញវ័យមេស៊ូនិយាយថាអ្នកគួរតែទទួលយកទំនាក់ទំនងរបស់តាវមីងស៊ឺនិងសាន់ឆៃប៉ុន្តែអ្នកស្រីតាវមីងប្រកាសថាខ្ញុំនឹងមិនអនុញ្ញាតឲ្យតាវមីងស៊ឺរៀបការជាមួយសាន់ឆៃជាដាច់ខាតស៊ីវជីគឺជាគូស័ក្តិសមឥតខ្ចោះសម្រាប់គេបន្ទាប់មកយើងឃើញស៊ីវជីកំពុងសាករោគអាពាហ៍ពិពាហ៍ជាមួយម៉ាក់របស់នាងស៊ីវជីនិយាយថាតាវមីងស៊ឺមិនចូលចិត្តខ្ញុំទេហើយរវាងពួកយើងគ្មានទំនាក់ទំនងស្នេហាឡើយម៉ាក់របស់នាងឆ្លើយតបថាអាពាហ៍ពិពាហ៍របស់ឯងនឹងផ្ដល់អត្ថប្រយោជន៍ដល់គ្រួសារទាំងពីរតាវមីងស៊ឺមិនចូលចិត្តឯងប៉ុន្តែឯងចូលចិត្តគេមែនទេនេះគឺជាឱកាសដ៏ល្អបំផុតរបស់ឯងស៊ីវជីនិយាយថាខ្ញុំមិនចូលចិត្តតាវមីងស៊ឺទៀតទេប៉ុន្តែម៉ាក់របស់នាងនិយាយអំពីបញ្ហាអាជីវកម្មរបស់តាវមីងគ្រប់ឯស្រីពិភាក្សាអំពីរឿងកាលពីម្សិលមិញមេស៊ូថាប្រហែលជាអ្នកស្រីមីងបានឈួតហើយជាលេបន្ថែមថាប្រហែលជាអាជីវកម្មតាវមីងកំពុងជិតដល់ការបំផ្លាញទាំងស្រុងដែលជាមូលហេតុធ្វើឲ្យអ្នកស្រីតាវមីងក្លាយជាតឹងរឹងយ៉ាងនេះពួកយើងត្រូវតែបញ្ឈប់គាត់ពីការធ្វើអ្វីមួយឥឡូវនេះដើម្បីកុំឲ្យគាត់សោកស្ដាយនៅពេលក្រោយឯស្រីនិងស៊ីវជីទៅផ្ទះរបស់សាន់ឆៃដើម្បីជួបនាងស៊ីមិនប្រាប់សាន់ឆៃថាតាវមីងស៊ឺនិងស៊ីវជីនឹងរៀបការក្នុងពេលឆាប់ៗនេះស៊ីវជីប្រាប់សាន់ឆៃថាតាវមីងស៊ឺមិនព្រមញ៉ាំឬផឹកអ្វីទាំងអស់បើនៅតែបន្តបែបនេះគាត់នឹងស្លាប់សូមនិយាយជាមួយតាវមីងស៊ឺម្ដងទៅគាត់មិនស្ដាប់ពួកយើងណាម្នាក់ទេសាន់ឆៃឆ្លើយតបថាម៉ាក់របស់គាត់នឹងមិនអនុញ្ញាតឲ្យខ្ញុំជួបគាត់ជាដាច់ខាតឯស្រីធានានាងថាម៉ាក់របស់គាត់នឹងអនុញ្ញាតឲ្យនាងជួបតាវមីងស៊ឺសាន់ឆៃភ្ញាក់ផ្អើលព្រោះឯស្រីជាពិសេសជាលេបានប្រាប់នាងឲ្យបោះបង់តាវមីងស៊ឺសាន់ឆៃស្នើស៊ីវជីថាសន្យានឹងខ្ញុំថានាងនឹងមិនអញ្ជើញខ្ញុំទៅចូលរួមពិធីមង្គលការរបស់នាងនឹងតាវមីងស៊ឺទេព្រោះឥឡូវនេះខ្ញុំបានប្រកល់តាវមីងស៊ឺឲ្យនាងហើយស៊ីវជីនាំសាន់ឆៃទៅជួបម៉ាក់របស់តាវមីងស៊ឺអ្នកស្រីមីងប្រាប់ស៊ីវជីថាឥឡូវនេះនាងនឹងក្លាយជាផ្នែកមួយនៃគ្រួសារនេះនាងត្រូវតែធ្វើតាមច្បាប់របស់ពួកយើងហើយកុំធ្វើមិត្តជាមួយមនុស្សកម្រិតទាបគាត់ប្រមាថសាន់ឆៃប៉ុន្តែស៊ីវជីនិយាយថាខ្ញុំនាំសាន់ឆៃមកទីនេះដើម្បីឲ្យនាងអាចនិយាយជាមួយតាវមីងស៊ឺនិងបញ្ចុះបញ្ចូលគាត់ព្រោះគាត់មិនស្ដាប់នរណាម្នាក់ទេដំបូងឡើយអ្នកស្រីតាវមីងបដិសេធប៉ុន្តែយល់ព្រមបន្ទាប់ពីស៊ីវជីអង្វរសាន់ឆៃមិនអាចជួបតាវមីងស៊ឺទល់មុខគ្នាទេពួកគេនឹងគ្រាន់តែនិយាយគ្នាពីចម្ងាយសាន់ឆៃប្រាប់ស៊ីវជីថាខ្ញុំចង់និយាយជាមួយតាវមីងស៊ឺតែពីរនាក់នាងស្រែកហៅតាវមីងស៊ឺពីខាងក្រៅបន្ទប់របស់គាត់ឮសំឡេងរបស់សាន់ឆៃតាវមីងស៊ឺព្យាយាមក្រោកឡើងហើយដើរទៅដល់ទ្វារប៉ុន្តែបានដួលសាន់ឆៃនិយាយថាហេតុអ្វីបានជាបងមិនញ៉ាំអីដើម្បីអូនហេតុអ្វីបានជាបងធ្វើរឿងឈួតបែបនេះបងតែងតែហៅខ្ញុំថាមនុស្សរងងប៉ុន្តែបងទៅជាមនុស្សរងងទោះបីជាពិបាកនិយាយក៏ដោយនាងប្រាប់តាវមីងស៊ឺថាបងគួរតែស្ដាប់ម៉ាក់របស់បងហើយរៀបការជាមួយស៊ីវជីខ្ញុំមិនដែលស្រឡាញ់បងពិតប្រាកដទេខ្ញុំគ្រាន់តែចង់រៀបការជាមួយបងដើម្បីកេរ្តិ៍ឈ្មោះនិងលុយកាក់របស់បងប៉ុណ្ណោះតាវមីងស៊ឺស្ដាប់ដោយស្ងៀមស្ងាត់សាន់ឆៃបន្តថាអ្វីដំណើរការល្អនៅដើមដំបូងនៃទំនាក់ទំនងរបស់យើងប៉ុន្តែឥឡូវនេះអ្វីកាន់តែស្មុគស្មាញហើយខ្ញុំទ្រាំទ្រលែងបានទៀតហើយបន្ទាប់ពីលើទាំងអស់នេះតាវមីងស៊ឺនិយាយថាហេតុអ្វីបានជាអូនគួរឲ្យស្រឡាញ់ហើយល្ងងយ៉ាងនេះចងចាំអតីតកាលរបស់យើងអ្វីដែលយើងប្រឈមមុខនឹងការលំបាកគ្រប់យ៉ាងហើយមិនដែលបោះបង់ចោលគ្នាទៅវិញទៅមកគាត់ប្រាប់នាងថាបងនឹងមិនបោះបង់អូនជាដាច់ខាតព្រោះបងដឹងថាអូនស្រឡាញ់បងនិងខ្វល់ពីបងធ្លាប់ទន់ខ្សោយពីមុនប៉ុន្តែឥឡូវនេះបន្ទាប់ពីបាននិយាយជាមួយអូនបងមានកម្លាំងប្រសិនបើអូនគាំទ្របងនឹងធ្វើអ្វីគ្រប់យ៉ាងសាន់ឆៃយល់ហើយនិយាយថាអូននឹងមិនកុហកទៀតទេអូននឹងនៅជាមួយបងជានិច្ចហើយមិនចាក់ចេញពីបងឡើយតាវមីងស៊ឺមានអារម្មណ៍ធូរស្រាលពេលលើបែបនេះទោះបីជាចិញ្ចៀនខណ្ឌចែកពួកគេក៏ដោយក៏ពួកគេទាំងពីរមានអារម្មណ៍ពីវត្តមានរបស់គ្នាទៅវិញទៅមកស៊ីវជីសួរសាន់ឆៃថាតើតាវមីងស៊ឺយល់ព្រមទេតើគាត់ស្ដាប់នាងទេសាន់ឆៃឆ្លើយថាគាត់មិនយល់ព្រមទេនាងអរគុណស៊ីវជីដោយនិយាយថាដោយសារតែនាងខ្ញុំបានមកទីនេះហើយយកការពិតខ្ញុំនឹងគាំទ្រតាវមីងស៊ឺប្រសិនបើគាត់មិនញ៉ាំខ្ញុំក៏មិនញ៉ាំដែរប្រសិនបើគាត់មិនចេញមកខ្ញុំនឹងរងចាំគាត់នៅទីនេះបន្ទាប់មកស៊ីវជីបាននិយាយទៅកាន់សាន់ឆៃថានាងកុំធ្វើរឿងអ្វីដែលឈួតដោយតាវមីងស៊ឺម្នាក់ទៀតអីអ្នកស្រីមីងបានបន្ថែមថាប្រសិនបើនាងធ្វើបែបនេះកុំគិតថាខ្ញុំនឹងមានក្តីមេត្តាចំពោះនាងប៉ុន្តែសាន់ឆៃបានឆ្លើយតបថាអ្នកទេដែលត្រូវការក្តីមេត្តាហើយបានចាក់ចេញពីទីនោះបន្ទាប់ពីចេញមកសាន់ឆៃបានឈរនៅទីនោះយ៉ាងយូរលោកយាយយូនិងស៊ីវជីបារម្ភចំពោះសាន់ឆៃហើយមេឃក៏ចាប់ផ្ដើមភ្លៀងប៉ុន្តែសាន់ឆៃមិនបានចេញពីកន្លែងរបស់នាងទេជាលេបានមកជាមួយឆាត់ហើយនិយាយទៅកាន់សាន់ឆៃថានាងឈរទីនេះយូរណាស់ហើយនាងគួរតែញ៉ាំអ្វីខ្លះប៉ុន្តែសាន់ឆៃបានបដិសេធដោយនិយាយថាខ្ញុំនឹងមិនញ៉ាំឬផឹកអ្វីទាំងអស់ខ្ញុំនឹងធ្វើអ្វីដែលតាវមីងស៊ឺធ្វើខ្ញុំនឹងនៅខាងតាវមីងស៊ឺជានិច្ចបន្ទាប់មកមេស៊ូនិងស៊ីមិនបានមកដល់ពួកគេមានការសោកស្ដាយនៅពេលឃើញការបដិញ្ញាចិត្តរបស់សាន់ឆៃហើយឆ្ងល់ថាហេតុអ្វីបានជាពួកគេប្រាប់នាងឲ្យបោះបង់តាវមីងស៊ឺ
បន្ទាប់មកជាងបាននិយាយទៅកាន់ម៉ាក់របស់នាងថាមិនក៏មកអត់បេះដូងយ៉ាងនេះតើមីងស៊ឺបានអត់ឃ្លាននឹងស្រេកទឹកយូរណាស់មកហើយសាន់ឆៃបានឈរនៅខាងក្រៅយូរណាស់មកហើយដែរតើបេះដូងម៉ាក់ធ្វើពីថ្មមែនទេអ្នកស្រីមីងបានឆ្លើយតបថាកូនភ្លេចហើយមែនទេកូនក៏ធ្លាប់ជួបស្ថានភាពដូចគ្នានេះដែរក្មេងប្រុសដែលស្រឡាញ់កូននៅទីបញ្ចប់បានចាក់ចេញពីកូនជាងឆ្លើយថាស្ថានភាពរបស់ខ្ញុំខុសគ្នានៅពេលនោះហើយស្ថានភាពរបស់តាវមីងស៊ឺក៏ខុសគ្នាដែរសាន់ឆៃក្លាហានណាស់ហើយនាងនឹងមិនបោះបង់ឡើយបន្ទាប់មកអ្នកស្រីមីងបាននិយាយថាឥឡូវនេះមានតែគ្រូសាទីងប៉ុណ្ណោះដែលអាចជួយសង្គ្រោះក្រុមហ៊ុនមីងគ្រប់បានរៀបចំឲ្យគេរៀបការជាមួយស៊ីវឈីទៅឬបែបនេះជាងបាននិយាយទៅកាន់ម៉ាក់របស់នាងថាមិនក៏ម៉ាក់មិនមានកូនបន្ថែមទៀតហើយនៅពេលណាដែលក្រុមហ៊ុនមានគ្រោះថ្នាក់ពួកគេអាចជួយម៉ាក់បានអ្នកស្រីមីងខឹងយ៉ាងខ្លាំងហើយបានតែកំភ្លានជាងនៅទីបញ្ចប់ជាងបាននិយាយថាម៉ាក់ជាអ្នកចំនួនស្រីដ៏ល្អម្នាក់ប៉ុន្តែម៉ាក់មិនអាចក្លាយជាម៉ាក់ដ៏ល្អម្នាក់បានឡើយបន្ទាប់មកជាងបានទៅជួបតាវមីងស៊ឺហើយនិយាយថាញ៉ាំអីខ្លះទៅបងមិនអាចឃើញឯងនៅក្នុងស្ថានភាពនេះទេប៉ុន្តែតាវមីងស៊ឺបានឆ្លើយតបថាខ្ញុំនឹងមិនបោះបង់ដូចដែលបងស្រីបានធ្វើនោះទេខ្ញុំយកចិត្តទុកដាក់នឹងទំនាក់ទំនងនេះយ៉ាងខ្លាំងខ្ញុំសប្បាយចិត្តព្រោះសាន់ឆៃនៅខាងខ្ញុំជាងក៏ជឿជាក់ថាតាវមីងស៊ឺនិងសាន់ឆៃអាចឆ្លងកាត់បញ្ហានេះបានខណៈពេលនោះអេស្រីកំពុងពិភាក្សាអំពីការខាតបង់របស់ក្រុមហ៊ុនតាវមីងគ្រប់ពួកគេចង់ជួយប៉ុន្តែរកដំណោះស្រាយមិនឃើញបន្ទាប់មកជាលេបាននឹកឃើញរឿងមួយដែលតាវមីងស៊ឺបានប្រាប់គាត់នៅពេលគាត់ចេញពីមន្ទីរពេទ្យថាគាត់មានផែនការសម្ងាត់មួយប៉ុន្តែតាវមីងស៊ឺមិនបានចែករំលែកផែនការនោះជាមួយជាលេទេជាលេថាខ្ញុំត្រូវការអ៊ីមែលរបស់តាវមីងស៊ឺសម្រាប់រឿងនេះប៉ុន្មានថ្ងៃបានកន្លងផុតទៅប៉ុន្តែតាវមីងស៊ឺមិនទាន់បានញ៉ាំឬផឹកអ្វីនៅឡើយទេហើយសាន់ឆៃក៏នៅតែឈរនៅទីនោះដោយសារតែភ្លៀងការអត់ឃ្លាននិងការស្រេកទឹកស្ថានភាពរបស់សាន់ឆៃកាន់តែអាក្រក់ទៅប៉ុន្តែនាងមិនបានបោះបង់ឡើយឯស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតាវមីងស៊ឺនិងសាន់ឆៃពួកគេឆ្ងល់ថាតើព្រះជាម្ចាស់កំពុងជួយឬរារាំងពួកគេមិនឲ្យខ្លាចជាគូនឹងគ្នាជាលេគិតក្នុងចិត្តថាសាន់ឆៃត្រូវតែរឹងមាំព្រោះនាងមានសំណាងណាស់ដែលបានរកឃើញមនុស្សដូចតាវមីងស៊ឺដែលស្រឡាញ់នាងម្យ៉ាងវិញទៀតចិនបានព្យាយាមម្ដងទៀតដើម្បីបញ្ចុះបញ្ចូលលោកស្រីមីងឲ្យទទួលយកទំនាក់ទំនងរបស់ពួកគេប៉ុន្តែលោកស្រីមីងនៅតែមានះហើយមិនព្រមស្ដាប់នៅណាឡើយបន្ទាប់មកស៊ីវឈីនិងអេស្រីបានមកដល់ស៊ីវឈីនិយាយទៅកាន់លោកស្រីមីងថាខ្ញុំបាននិយាយជាមួយប៉ាម៉ាក់របស់ខ្ញុំហើយខ្ញុំនឹងមិនរៀបការជាមួយតាវមីងស៊ឺទេស៊ីវឈីចង់ឲ្យតាវមីងស៊ឺនិងសាន់ឆៃនៅជាមួយគ្នាហើយបានសុំឲ្យលោកស្រីមីងបោះបង់គំនិតនេះចោលលោកស្រីមីងបានសួរថាតើនាងដឹងថានាងកំពុងនិយាយអ្វីទេស៊ីវឈីបានឆ្លើយថាការសម្រេចចិត្តរបស់ប៉ាខ្ញុំក៏ដូចគ្នាដែរជាលេបានប្រគល់ឯកសារមួយឲ្យលោកស្រីមីងដែលមានផែនការសម្ងាត់របស់តាវមីងគ្រប់បន្ទាប់មកលោកយាយយូនិងស៊ីវឈីបានទៅរកសាន់ឆៃហើយនិយាយថាលោកស្រីមីងបានយល់ព្រមហើយគាត់នឹងមិនបំបែកអ្នកទាំងពីរទៀតទេពេលឮដូច្នេះសាន់ឆៃបានទៅរកតាវមីងស៊ឺប៉ុន្តែនាងស្ទើរតែដើរមិនរួចស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនខ្លាំងយ៉ាងណាក៏ដោយនាងបានទៅដល់បន្ទប់របស់តាវមីងស៊ឺដែលតាវមីងស៊ឺកំពុងរងចាំនាងរួចទៅហើយមុនពេលទៅដល់សាន់ឆៃបានដួលសន្លប់បន្ទាប់មកយើងឃើញពីការរំលឹកឡើងវិញនៅអនុស្សាវរីយ៍របស់ពួកគេតាំងពីដំបូងមកនៅក្នុងឈុតបន្ទាប់យើងឃើញតាវមីងស៊ឺកំពុងនិយាយអំពីគំនិតអាជីវកម្មរបស់គាត់ដែលនឹងពង្រីកអាជីវកម្មរបស់គ្រូសាលមីងស៊ីមិនបានដោះសោពាក្យសម្ងាត់កុំព្យូទ័ររបស់តាវមីងស៊ឺហើយពួកគេបានរកឃើញគំនិតអាជីវកម្មរបស់គាត់នៅក្នុងវីដេអូតាវមីងស៊ឺបាននិយាយថាកាលពីពេលប្រឡងម្ដងនៅពេលដែលសាន់ឆៃកំពុងសួរសំណួរខ្ញុំហើយខ្ញុំបានឆ្លើយត្រូវនាងសប្បាយចិត្តយ៉ាងខ្លាំងចំពោះខ្ញុំតាវមីងស៊ឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាជីវកម្មរបស់គាត់ហើយកំពុងធ្វើការយ៉ាងខ្លាំងគាត់មិនឯកាម្នាក់ឯងក្នុងរឿងនេះទេជាលេស៊ីមិននិងមេស៊ូក៏កំពុងគាំទ្រនិងជួយគាត់តាមវិធីផ្សេងៗគ្នាដែរតាវមីងស៊ឺបានក្លាយជាមនុស្សដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាជីវកម្មរបស់គាត់ហើយក្នុងអំឡុងពេលនេះគាត់បានទៅជួបប៉ារបស់សាន់ឆៃព្រោះគាត់ក៏មានគំនិតក្នុងការបន្ថែមរសជាតិផ្សេងគ្នាជាច្រើនទៀតរបស់មិត្តដែលសាន់ឆៃធ្វើនៅទូទាំងប្រទេសចិននៅចុងបញ្ចប់នៃវីដេអូតាវមីងស៊ឺមិនបានភ្លេចចង្អុលទៅជាលេដោយនិយាយថាជាលេឯងប្រហែលជាគិតថានេះជារឿងដែលធ្វើឲ្យគេរំជួលចិត្តបំផុតហើយវីដេអូក៏បានបញ្ចប់ត្រឹមនោះដោយឃើញតាវមីងស៊ឺខំប្រឹងព្យាយាមជាងនឹងលោកស្រីមីងសប្បាយចិត្តយ៉ាងខ្លាំងហើយលោកស្រីមីងបានដឹងថាតាវមីងស៊ឺបានក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ដោយសារតែសាន់ឆៃឥឡូវនេះគាត់គ្មានបញ្ហាអ្វីជាមួយនឹងទំនាក់ទំនងរបស់អ្នកទាំងពីរទៀតទេហើយជាងក៏បានអត់ទោសឲ្យលោកស្រីមីងដែរដោយឃើញអ្នកទាំងពីរសប្បាយចិត្តលោកយាយយូក៏សប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់មកយើងឃើញជាងនឹងលោកស្រីមីងគេងជាមួយគ្នាលោកស្រីមីងគេងលក់យ៉ាងស្រួលព្រោះគាត់លែងបារម្ភពីអ្វីទៀតហើយម្យ៉ាងវិញទៀតសាន់ឆៃក៏កំពុងជួយតាវមីងស៊ឺក្នុងអាជីវកម្មរបស់គាត់និងស្រាវជ្រាវរសជាតិផ្សេងៗបន្ថែមទៀតដែរតាវមីងស៊ឺបានចាប់ផ្ដើមការិយាល័យមួយជាមួយមិត្តភ័ក្តិរបស់គាត់ពួកគេសប្បាយចិត្តយ៉ាងខ្លាំងសាន់ឆៃបានរៀបចំកាដូមួយសម្រាប់ជាលេព្រោះគាត់កំពុងមានពិធីជប់លៀងលាគ្នាហើយនឹងទៅបរទេសសាន់ឆៃបានត្រៀមខ្លួនរួចរាល់ហើយទៅដល់កន្លែងដែលពិធីជប់លៀងត្រូវបានប្រារព្ធឡើងប៉ុន្តែភោជនីយដ្ឋានត្រូវបានបិទបន្ទាប់មកនាងបានទូរស័ព្ទទៅស៊ីមិនហើយសួរថាតើអ្នកទាំងអស់គ្នានៅឯណាហើយហេតុអ្វីបានជាភោជនីយដ្ឋាននេះបិទស៊ីមិន
ឆ្លើយថាពិធីជប់លៀងគឺធ្វើឡើងកាលពីម្សិលមិញហើយនាងបានខកខានវាយើងក៏បានទូរស័ព្ទទៅនាងដែរប៉ុន្តែនាងមិនបានទទួលទូរស័ព្ទសោះសាន់ឆៃមិនយល់អ្វីទាំងអស់ហើយនាងបានសួរពីតៅមីងស៊ឺស៊ីមិនបានប្រាប់នាងថាតៅមីងស៊ឺកំពុងទៅទីក្រុងឡុងជាមួយជីឡីសាន់ឆៃខឹងយ៉ាងខ្លាំងព្រោះគាត់ចាក់ចេញដោយមិនបានប្រាប់នាងស៊ីមិនបានសួរថាតើមានអ្វីកើតឡើងចំពោះនាងតើមានភ្លេចអ្វីទាំងអស់ហើយឬនាងនិងតៅមីងស៊ឺបានបែកគ្នាហើយនាងបានបដិសេធតៅមីងស៊ឺនោះហើយជាមូលហេតុដែលគាត់រៀបការជាមួយស៊ីវឆេងតៅមីងស៊ឺកំពុងទៅទីក្រុងឡុងថ្ងៃនេះគាត់ប្រហែលជានៅប្រលានយន្តហោះឥឡូវនេះសាន់ឆៃបានប្រញាប់ទៅប្រលានយន្តហោះដើម្បីជួបតៅមីងស៊ឺតែនាងបានបុកជាមួយនរណាម្នាក់ហើយដួលសន្លប់នៅពេលដែលសាន់ឆៃដឹងខ្លួនឡើងវិញនាងបានឃើញខ្លួនឯងនៅកន្លែងដែលមិនស្គាល់ហើយពាក់រ៉ូបអាពាហ៍ពិពាហ៍តៅមីងស៊ឺបានចូលមកសាន់ឆៃសប្បាយចិត្តបន្តិចពេលឃើញគាត់តៅមីងស៊ឺនិយាយថាបើនាងស្ដាប់ខ្ញុំនឹងធ្វើឲ្យនាងក្លាយជាសង្សាររបស់ខ្ញុំសាន់ឆៃចាំថាតៅមីងស៊ឺបាននិយាយពាក្យនេះមកកាន់នាងពីមុននាងមានអារម្មណ៍ថាអ្វីទាំងអស់នេះគឺជាសុបិនដែលនាងបានត្រឡប់ទៅរកតៅមីងស៊ឺដែលមានអាកប្បកិរិយាឆ្លើយវិញតៅមីងស៊ឺបាននិយាយពាក្យដដែលនេះម្ដងទៀតសាន់ឆៃខឹងយ៉ាងខ្លាំងហើយបានគប់ស្បែកជើងរបស់នាងទៅលើគាត់ដូចថ្ងៃនោះដែរតៅមីងស៊ឺបានចាក់ចេញដោយនិយាយថាខ្ញុំមិនចង់បានប្រពន្ធដែលមិនស្ដាប់ខ្ញុំទេសាន់ឆៃបានព្យាយាមឃាត់គាត់ប៉ុន្តែគាត់បានបាត់ទៅហើយនាងក៏ដួលនៅពេលដែលងងឹតពេលដែលភ្លើងបានបើកចឹងនឹងក្មេងស្រី2នាក់បានរំនៅមុខសាន់ឆៃមិនយល់ថាមានអ្វីកើតឡើងទេបន្ទាប់ពីសម្ដែងរួចចឹងបានសួរសាន់ឆៃថាតើនាងស្រឡាញ់តៅមីងស៊ឺហើយចង់ហៅគាត់មកទីនេះទេសាន់ឆៃឆ្លើយថាចាស់បន្ទាប់មកចឹងបានផ្ទាត់ម្រាមដៃហើយជាលីស៊ីមិននឹងមេស៊ូបានបង្ហាញខ្លួនចឹងប្រាប់សាន់ឆៃថានាងមិនបានស្រឡាញ់តៅមីងស៊ឺពិតទេនោះហើយជាមូលហេតុដែលគេមិនបានមកទីនេះហើយអ្នកទាំង3នេះបានមកជំនួសវិញឥឡូវនេះនាងត្រូវជ្រើសរើសប្តីរបស់នាងពីអ្នកទាំង3នេះសាន់ឆៃភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮដូច្នេះហើយជាងក៏ចាក់ចេញទៅដំបងមេស៊ូបានណែនាំខ្លួនទៅកាន់សាន់ឆៃដោយនិយាយថាខ្ញុំមិនដែលនិយាយលេងសើចពីនាងទេសាន់ឆៃបានឆ្លើយថាលោកតែងតែធ្វើល្អចំពោះខ្ញុំប៉ុន្តែនាងបដិសេធគាត់ដោយនិយាយថាលោកចូលចិត្តស្ត្រីដែលមានវ័យចំណាស់ជាងតែខ្ញុំក្មេងជាងលោកមែនទេមេស៊ូបាននឹកឃើញទៅដល់ឆៃណាបន្ទាប់មកគឺជាវេនរបស់ស៊ីមិនគាត់បាននិយាយថាបើមាននរណាម្នាក់ក្នុងចំណោម F4 ដែលយល់ពីមនុស្សស្រីច្រើនជាងគេគឺខ្ញុំហើយនាងនឹងសប្បាយចិត្តពេលនៅក្បែរខ្ញុំហើយខ្ញុំនឹងមិនធ្វើឲ្យនាងស្រក់ទឹកភ្នែកឡើយដូច្នេះនាងគួរតែជ្រើសរើសខ្ញុំពេលឮដូច្នេះសាន់ឆៃនិយាយថាលោកស្រឡាញ់សាវយូហើយប្រមានគាត់មិនត្រូវធ្វើឲ្យសាវយូខូចចិត្តឡើយបើមិនដូច្នេះទេនាងនឹងមិនអត់ទោសឲ្យគាត់ដាច់ខាតស៊ីមិនឆ្លើយថាខ្ញុំស្រឡាញ់សាវយូខ្លាំងណាស់ទីបំផុតគឺជាវេនរបស់ជីឡីគាត់បាននិយាយថាខ្ញុំមិនចាំបាច់ពន្យល់អ្វីដល់នាងទេសាន់ឆៃនឹកឃើញអតីតកាលរបស់នាងជាមួយជីឡីហើយគិតថាគាត់បានចូលមកក្នុងជីវិតរបស់នាងដូចជាទេវតាបានបញ្ជូនគាត់មកនៅជាមួយនាងឆ្លងកាត់គ្រប់ពេលវេលាអាក្រក់របស់នាងសាន់ឆៃបាននិយាយថាខ្ញុំលែងស្រឡាញ់ជីឡីទៀតហើយខ្ញុំស្រឡាញ់តែតៅមីងស៊ឺប៉ុណ្ណោះជីឡីបានយល់ព្រមនឹងការសម្រេចចិត្តរបស់នាងបន្ទាប់មកសាន់ឆៃនិងអេស្រីបានហៅតៅមីងស៊ឺជាមួយគ្នាហើយតៅមីងស៊ឺបានមកជាមួយមនុស្សប្រុស3នាក់ដែលចូលចិត្តសាន់ឆៃកាលពីមុនជីឡីបានកាន់ដៃសាន់ឆៃហើយនាំនាងទៅរកតៅមីងស៊ឺបានសុំសាន់ឆៃរៀបការនៅមុខអ្នករាល់គ្នាថាតើអូនព្រមរៀបការជាមួយបងទេសៀវជីបានប្រាប់សាន់ឆៃថានាងគឺជាកូនក្រមុំដែលស្អាតជាងគេបំផុតនៅលើโลกនេះនាងនិងតៅមីងស៊ឺនឹងមានសុភមង្គលជាមួយគ្នាសាវយូនិងលីឈិនក៏សប្បាយចិត្តយ៉ាងខ្លាំងហើយបានអបអរសាទរនាងចំពោះជីវិតដ៏រីករាយរបស់នាងជីនហេបាននិយាយទៅកាន់សាន់ឆៃថាខ្ញុំនឹងនៅតែជាមិត្តល្អបំផុតរបស់នាងរហូតហើយបានជូនពរនាងមិត្តភ័ក្តិផ្សេងទៀតរបស់សាន់ឆៃក៏បានជូនពរនាងជាច្រើនដែរសាន់ឆៃស្ទើរតែមិនជឿតតែសោះនាងបានសួរអ្នករាល់គ្នាថាតើខ្ញុំកំពុងសុបិនឬក៏អ្វីទាំងអស់នេះពិតជាកើតឡើងមែនអ្នករាល់គ្នាសើចចំពោះសំណួររបស់សាន់ឆៃមុនពេលតៅមីងស៊ឺអាចប្រាប់អ្វីគ្រប់យ៉ាងទៅកាន់នាងគាត់ត្រូវបានទាត់យ៉ាងខ្លាំងពីខាងក្រោយហើយដួលពេលញាក់ក្រោយគាត់បានរកឃើញថាការទាត់នោះមិនមែនជានរណាផ្សេងទេគឺជាងបានសួរតៅមីងស៊ឺយ៉ាងតឹងរ៉ឹងថាតើអ្នកពិតជាចង់រៀបការជាមួយសាន់ឆៃមែនទេចំពោះរឿងនេះតៅមីងស៊ឺបានឆ្លើយថាបាទហើយឈរស្ងៀមនៅជិតសាន់ឆៃជាងបានសួរទៀតថាតើអ្នកចាត់ទុកសាន់ឆៃជាប្រពន្ធរបស់អ្នកទេតៅមីងស៊ឺឆ្លើយថាបាទបន្ទាប់មកជាងបានសួរសាន់ឆៃថាតើអ្នកចាត់ទុកតៅមីងស៊ឺជាប្តីរបស់អ្នកទេសាន់ឆៃក៏បានឆ្លើយថាចាស់បន្ទាប់មកជាងបានប្រកាសជាផ្លូវការថាចាប់ពីថ្ងៃនេះទៅអ្នកទាំងពីរគឺជាប្តីប្រពន្ធនឹងគ្នាហើយតៅមីងស៊ឺនិងសាន់ឆៃបានរៀបការយ៉ាងមានសុភមង្គលអ្នកទាំងពីរក៏បាននឹកឃើញពេលវេលាល្អបំផុតនៃអតីតកាលរបស់ពួកគេដែរនៅទីបញ្ចប់អ្នករាល់គ្នាសប្បាយរីករាយយ៉ាងខ្លាំងហើយតៅមីងស៊ឺនិងសាន់ឆៃក៏បានរំយ៉ាងសប្បាយរីករាយនៅក្នុងពិធីមង្គលការរបស់ពួកគេជាច្រើនថ្ងៃបានកន្លងផុតទៅតៅមីងស៊ឺនិងសាន់ឆៃនៅផ្ទះរបស់ពួកគេអ្នកទាំងពីរបានធំក្លិនអ្វីមួយកំពុងឆេះពួកគេបានទៅផ្ទះបាយហើយឃើញថាលោកស្រីមីងកំពុងធ្វើអាហារពេលព្រឹកប៉ុន្តែគាត់បានជៀនអាហារនោះខ្លោចអស់គាត់ប្រាប់ពួកគេថាឥឡូវនេះម៉ាក់ចង់រៀនជំនាញថ្មីៗក្នុងជីវិតកន្លងមកម៉ាក់ផ្ដោតតែលើរឿងការងាររហូតសាន់ឆៃបានលើកទឹកចិត្តគាត់ប៉ុន្តែតៅមីងស៊ឺបានធ្វើទឹកមុខចម្លែកពេលឃើញអាហារដែលម៉ាក់របស់គាត់ធ្វើ
បន្ទាប់មកលោកស្រីមីងបានប្រាប់អ្នកទាំងពីរថាថ្ងៃនេះម៉ាក់ធ្វើអាហារពេលព្រឹកចុងក្រោយសម្រាប់ពួកឯងព្រោះម៉ាក់ចង់ចេញទៅក្រៅដោយឯករាជ្យហើយលំហែកាយម៉ាក់បានភ្លេចថាពិភពលោកមើលទៅដូចម្ដេចនៅក្នុងភាពមមាញឹកនៃការងារនិងអាជីវកម្មរបស់ម៉ាក់ដូច្នេះម៉ាក់ចង់ធ្វើដំណើរតែម្នាក់ឯងម៉ាក់ចង់រៀនពីរបៀបធ្វើអាហារពេលព្រឹកនិងរបៀបថែរក្សាខ្លួនឯងម៉ាក់ចង់ជិះរថភ្លើងក្រោមដីតែម្នាក់ឯងថតរូប selfie និងបង្កើតមិត្តភក្តិថ្មីៗតើមីងស៊ឺស្ទើរតែមិនអាចជឿថានេះគឺជាម៉ាក់របស់គាត់បានសួរថាតើម៉ាក់គឺជាម៉ាក់របស់ខ្ញុំពិតមែនទេលោកស្រីមីងបាននិយាយថាការរៀនសូត្រមិនស្ថិតលើអាយុទេហើយឥឡូវនេះម៉ាក់ចង់ក្លាយជាមនុស្សល្អជាងមុនយើងក៏បានដឹងដែរថាជីវិតរបស់លោកស្រីមីងមិនងាយស្រួលទេគាត់បានតស៊ូយ៉ាងខ្លាំងបន្ទាប់ពីការស្លាប់របស់ស្វាមីគាត់ហើយជាមួយនឹងរឿងនេះគាត់បានចាក់ចេញទៅដើម្បីធ្វើដំណើរជុំវិញពិភពលោកហើយថតរូប selfie ដែលជារូបដំបូងរបស់គាត់បន្ទាប់មកតាវមីងស៊ឺបានសរសេរពាក្យថាប្រពន្ធនៅលើមុខរបស់សាន់ឆៃហើយនិយាយថាបងបានសម្គាល់ទ្រព្យសម្បត្តិរបស់បងហើយឥឡូវនេះអូនចេញទៅក្រៅបែបនេះទៅក្រោយមកសាន់ឆៃក៏បានកក់សក់ឲ្យតាវមីងស៊ឺអ្នកទាំងពីររស់នៅក្នុងជីវិតរបស់ពួកគេជាគូស្វាមីភរិយាដែលមានសុភមង្គលបំផុត3ខែបានកន្លងផុតទៅបន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេតាវមីងស៊ឺបានធ្វើអាហារពេលព្រឹកសម្រាប់សាន់ឆៃបាននិយាយថាហេតុអ្វីបានជាយើងមិនទៅភោជនីយដ្ឋានប៉ុន្តែតាវមីងស៊ឺបានឆ្លើយថាការបដិសេធសេចក្តីស្រឡាញ់របស់ប្តីគឺជាទង្វើខុសច្បាប់បន្ទាប់មកតាវមីងស៊ឺក៏បានលេងសើចនឹងសាន់ឆៃដោយធ្វើពុតជាដៃរបស់គាត់ត្រូវបានកាត់ប៉ុន្តែសាន់ឆៃបានដឹងហើយតាវមីងស៊ឺបានសុំទោសនាងសាន់ឆៃនិយាយថាបើពាក្យសុំទោសអាចដោះស្រាយបញ្ហាបានយើងមិនត្រូវការប៉ូលីសទេអ្នកទាំងពីរបានចំណាយពេលវេលាល្អជាច្រើនជាមួយគ្នាហើយថ្ងៃមួយពួកគេបានធ្វើដំណើរកម្សាន្តទៅទីក្រុងឡុងនៅទីនោះពួកគេបានជួបជាល័យអ្នកទាំងបីសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់មកអាចផ្កាយក៏ចាប់ផ្ដើមធ្លាក់ពួកគេបានមើលពេលវេលាដ៏ស្រស់ស្អាតនោះជាមួយគ្នាចំណែកឯមេស៊ូនិងស៊ីមិនដែលកំពុងធ្វើការស៊ីមិនក៏បានចាក់ចេញដោយនិយាយថាគាត់មានគម្រោងដើរលេងជាមួយសាវយូមេស៊ូក៏សប្បាយរីករាយនឹងការមើលទេពជុតតែម្នាក់ឯងជីងហេនិងលីឈិនក៏នៅជាមួយគ្នាហើយពួកគេបានបួងសួងពីបំណងប្រាថ្នារបស់ខ្លួនស៊ីវឈិនក៏បានបួងសួងពីបំណងប្រាថ្នារបស់នាងផងដែរយើងបានឃើញឆៃណានិងធឺរិននៅក្នុងផ្ទះដែលធ្វើឡើងពីក្តីស្រមៃរបស់ពួកគេហើយពួកគេទាំងពីរក៏បានបួងសួងពីបំណងរបស់ខ្លួនដូចគ្នាស៊ីវឈីដែលកំពុងដើរតែម្នាក់ឯងខ្សែក្រមារបស់នាងបានជាប់នឹងកាបូបរបស់ថូម៉ាស់ហើយរឿងស្នេហារបស់ពួកគេក៏បានចាប់ផ្ដើមឡើងបន្ទាប់មកយើងឃើញជីនក្នុងបេសកកម្មរបស់នាងដើម្បីបំពេញក្តីសុបិនរបស់នាងជាងក៏កំពុងមើលទស្សនវិជ្ជាដ៏ស្រស់ស្អាតនេះផងដែរថ្ងៃបន្ទាប់តាវមីងស៊ឺនិងសាន់ឆៃកំពុងច្រៀងជាមួយអ្នកចម្រៀងតាមផ្លូវអ្នករាល់គ្នាចូលចិត្តបទចម្រៀងរបស់ពួកគេខ្លាំងណាស់ដូច្នេះគ្រប់គ្នាឈរនៅទីនោះដើម្បីស្ដាប់មួយសន្ទុះក្រោយមកស៊ីមិននិងមេស៊ូក៏បានមកដល់ទីនោះហើយចូលរួមជាមួយពួកគេហើយជាមួយគ្នានេះរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងភាគនេះសូមចុច like comment និង subscribe សម្រាប់រឿងភាគថ្មីៗបន្ថែមទៀត